សម្ដេចតេជោហ៊ុនសែនអំពាវនាវឲ្យជួយទិញស្រូវថ្មីធ្វើអំបុកឬទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពនិងជនភៀសសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឲ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងជ្រុលកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសក្រោយសំណុំពរយុទ្ធជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនេះព្រឹកថ្ងៃពុធទី10ធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើការសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយោជន៍ប្រឆាំងជាមួយនឹងពួកចៅឈ្លានពានទឹកដីសម្ដេចក៏ចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសទាំងអស់ដែលភៀសដោយសារពួកចៅឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណុំពរយុទ្ធជនម្នាក់ពីសមរភូមិសូមជួយជាអំបុកល្អជាងជួយជាមីសម្ដេចយល់ថាសំណុំពរនេះសមហេតុផលតែសម្ដេចយល់ថាការផ្ដោតជាមីនៅតែបន្តជាមួយនឹងការផ្ដោតជាអំបុកបន្ថែមសម្ដេចតេជោបន្តលើកឡើងថាស្រូវថ្មីកំពុងជ្រុលកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមត្រូវមួយកញ្ចប់គីឡូឬ2គីឡូសម្រាប់យុទ្ធជនម្នាក់យកតាមខ្លួនប្រសិនដាក់ជាបាវឬក៏រងលំបាកទៅដល់ការចែកចាយនៅខ្សែត្រៀមជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាការទទួលទានអំបុកស្រូវថ្មីវាសត្រូវឈ្លានពាន